ដោយសារមើលឃើញពីការខ្វះខាតរបស់កសិករក៏អត់សូវមានជំនាញខាងបន្សុទ្ធពូជអញ្ចឹងហើយយើងបន្សុទ្ធអញ្ចឹងទៅវាល្អជួយដល់កសិករយើងបានពូជសុទ្ធល្អជួយលើកទឹកចិត្តដល់អ្នករកស៊ីធុនតូចធុនធំនៅប្រទេសយើងទាំងអស់ចាជម្រាបសួរនាងខ្ញុំឈ្មោះឌុកវិជ្ជការអាជីវកម្មឈ្មោះដេប៉ូស្រូវអង្គរអូកធមមានជ័យផលិតស្រូវពូជ5451និងស្រូវពូជសែនក្អូបស្រូវពូជយើងយកមកពីកន្លែងកសិកម្មគាត់ផលិតតាមស្តង់ដារយើងយកអាពូជល្អលេខ1ទៅយើងយកមកបង្កាត់នឹងស្រែយើងភាគច្រើនពួកខ្ញុំធ្វើដោយព្រុសទេអត់ស្ទូងទេដីរបស់យើងមហាត់ 30A លទ្ធផលវា7តោនទៅ8តោនអញ្ចឹងពីរដូវហ្នឹងវាចូល15ទៅ16តោនពីដំបូងពីមុនយើងតិចតួចវាប្រើដៃតែឥឡូវយើងប្រើម៉ាស៊ីនឬក៏ដ្រូនហើយការបាញ់ថ្នាំពីមុនក៏យើងប្រើតែម៉ាស៊ីនស្ពាយដែរតែឥឡូវសិតតែអត្រាវ៉ៃសើយត្រាក់ទ័រកម្រងរបស់ខ្ញុំនឹងផលិតពូជសុទ្ធល្អចែកចាយតាមភូមិឃុំឬទៅថ្នាក់ខេត្តទៅមុខទៀតវាអាចនឹងបរិយាច្រើនបុគ្គលិកយើងអាចចាប់ពី2ទៅ4នាក់វគ្គបន្តនេះក្រុងផលិត3ហាត់តទៅមុខទៀតចង់រៀនផែនការធ្វើអាជីវកម្មការកត់ត្រាចំណូលចំណាយបានច្បាស់លាស់និងក្រុងពង្រីកតែតាមភូមិនិងទៅដល់ថ្នាក់ខេត្តសូមចុះបញ្ជីការពីក្រសួងកសិកម្មទៅអាចនឹងនាំចេញបានចង់បានការគ្រប់គ្រងដោយសារយើងឥឡូវយើងអត់ទាន់មាន credit វាត្រឹមត្រូវនៅវិចខ្ចប់យើងវិចខ្ចប់លក្ខណៈធម្មតាអញ្ចឹងហើយចង់ឲ្យខាងវិទ្យានុវត្តជួយគ្រប់គ្រងផ្នែកបច្ចេកទេសនិងការវិចខ្ចប់ឲ្យមានស្តង់ដារជាងមុន